នាវាចម្បាំងរុស្ស៊ីចំនួន4គ្រឿងបានខូចខាតក្នុងការវាយប្រហារលើកំពង់ផែរបស់កងនាវាចរប្រចាំសមុទ្រខ្មៅក្នុងទីក្រុង Novorossiysk អគ្គសេនាធិការដ្ឋានបានឲ្យដឹងថានាវាចម្បាំងរុស្ស៊ីចំនួន4គ្រឿងបានរងការខូចខាតនៅក្នុងការវាយប្រហារដោយអ៊ុយក្រែនទៅលើមូលដ្ឋានទ័ពជើងទឹកនៃកងនាវាចរប្រចាំសមុទ្រខ្មៅនៅទីក្រុង Novorossiysk កាលពីយប់ថ្ងៃទី12 ខែសីហាអគ្គសេនាធិការដ្ឋានបានបញ្ជាក់នៅក្នុងការបង្ហោះលើបណ្ដាញសង្គមថាយោងតាមព័ត៌មានបឋមនាវាចម្បាំងចំនួន4គ្រឿងរបស់រុស្ស៊ីដែលជាអ្នកឈ្លានពានបានរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នារួមមាននាវាប្រភេទ Frigate ចំនួន2គ្រឿងនៃគម្រោង113-56គឺនាវា Admiral Makarov និង Admiral Ashen នាវាបាញ់មីស៊ីលខ្នាតតូចមួយគ្រឿងនៃគម្រោង216-31 Bajan M និងនាវាល្បាតមួយគ្រឿងនៃគម្រោង221-60 Vasil Bykov ស្ថាប័ននេះបានបន្ថែមថាគេកំពុងធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់អំពីកម្រិតនៃការខូចខាតសរុបរបស់នាវាទាំង4គ្រឿងនោះប្រធានាធិបតី Volodymyr Zelensky បានថ្លែងកាលពីពេលមុននេះថាកងកម្លាំងអ៊ុយក្រែនបានអនុវត្តប្រតិបត្តិការពិសេសមួយដោយកំណត់គោលដៅលើមូលដ្ឋានទ័ពជើងទឹកនៅក្នុងទីក្រុង Novorossiysk ដែលស្ថិតនៅចម្ងាយជាង300គីឡូម៉ែត្រប្រហែល185ម៉ៃល៍ពីខ្សែត្រៀមជួរមុខទីក្រុង Novorossiysk ដែលជាកំពង់ផែដ៏សំខាន់របស់រុស្ស៊ីនៅលើសមុទ្រខ្មៅ Black Sea គឺជាទីតាំងនៃមូលដ្ឋានទ័ពជើងទឹកដែលប្រើប្រាស់ដោយកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីបានផ្លាស់ប្តូរទីតាំងកងនាវាភាគច្រើនពីតំបន់គ្រីមៀដែលខ្លួនបានកាន់កាប់មកកាន់ទីក្រុង Novorossiysk វិញបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់របស់អ៊ុយក្រែនទៅលើនាវាចម្បាំងនិងហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹករបស់រុស្ស៊ីនៅលើឧបទ្វីបនេះកន្លងមកយោងតាមលោក Zelensky អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ Palisnitsia ដែលដំណើរការដោយម៉ាស៊ីនយន្តហោះ Jet Powered Missile Neptune ប្រភេទ Cross ដែលអាចបាញ់កំទេចនាវានិងយានគ្មានមនុស្សបើកសម្រាប់ប្រតិបត្តិការចេញពីក្នុងទឹកនៅក្នុងការវាយប្រហារនេះប្រធានាធិបតីរូបនេះបានបន្ថែមថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើទីតាំងការពារដែនអាកាសកំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់រុស្ស៊ីលោក Zelensky បានសរសេរនៅលើបណ្ដាញសង្គម X ថាកងនាវារបស់អ្នកកាន់កាប់និងរាល់ហេដ្ឋារចនាសម្ព័ន្ធដែលគ្រប់គ្រងដល់កងនាវានោះនឹងមិនមានសុវត្ថិភាពឡើយដរាបណាការឈ្លានពានរបស់រុស្ស៊ីនៅតែបន្តកើតមានមកលើប្រទេសអ៊ុយក្រែនរបស់យើងនោះយោងតាមបណ្ដាញតាមដានព័ត៌មានឯករាជ្យមួយចំនួនប្រជាពលរដ្ឋនៅក្នុងទីក្រុង Novorossiysk បានរាយការណ៍អំពីការផ្ទុះជាបន្តបន្ទាប់ខណៈដែលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានព្យាយាមទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលោក Vladimir Kondrayev អភិបាលតំបន់បានឲ្យដឹងថាក្មេងប្រុសអាយុ8ឆ្នាំម្នាក់បានស្លាប់នៅក្នុងការវាយប្រហារលើទីក្រុង Novorossiysk នេះខណៈមនុស្ស8នាក់ផ្សេងទៀតរួមទាំងកុមារម្នាក់ផងដែរបានរងរបួសលោកអភិបាលតំបន់បានបន្ថែមថាបំណែកយន្តហោះគ្មានមនុស្សបើកដែលធ្លាក់ចុះមកបានបង្កការខូចខាតដល់អគារលំនៅដ្ឋានចំនួន21និងអាជីវកម្មចំនួន4ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាអាជីវកម្មណាខ្លះដែលរងផលប៉ះពាល់នោះទេយោងតាមប្រភព Xelenova Plus សាក្សីដែលឃើញហេតុការណ៍បានរាយការណ៍អំពីអគ្គិភ័យដែលកំពុងចាប់ឆេះនៅទូទាំងទីក្រុង Novorossiysk បានបញ្ជាក់ថាស្ថានីយ៍ស្តុកគ្រាប់ធញ្ញជាតិស្ថានីយ៍ស្តុកប្រេងសេសខារីនិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដែលបម្រើដល់កងនាវាចររុស្ស៊ីប្រចាំសមុទ្រខ្មៅគឺជាទីតាំងមួយចំនួនដែលរងការខូចខាតទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅពេលក្រោយមកទៀតថាស្ថានីយ៍ស្តុកគ្រាប់ធញ្ញជាតិនោះបានរងការខូចខាតនិងត្រូវបានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នបន្ទាប់ពីការវាយប្រហារនេះ